សូមជម្រាបលាអ្នកខ្លាចខ្មោចទាំងអស់គ្នាស្វាគមន៍មកកាន់សំណោចរុនធូតរឿងយើងនៅក្នុងថ្ងៃនេះមានចំណងជើងថាជួលចំផ្ទះខ្មោចដូច្នេះមុននឹងចាប់ផ្ដើមស្ដាប់រឿងរ៉ាវដ៏ព្រឺព្រួចតិចៗមួយនេះសូមចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ Admin មានលុយទិញសាប៊ូបណ្ដោះសក់បន្ថែមផងអូយបងសក់បងកាត់អីអត់ដឹងដែរចាប់ពីធ្វើ Channel នេះមកសក់ជ្រោះតិចៗដូច្នេះកុំឲ្យខាតពេលវេលាយូរសំណោចរុនធូតសូមបកអាក្រាតរឿងដូចតទៅនៅក្នុងភូមិដ៏ស្ងប់ស្ងាត់មួយមានផ្ទះឈើចាស់មួយខ្នងដែលគេបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំផ្ទះនោះមើលទៅទ្រុឌទ្រោមថ្នាំលាបស្លកពណ៌របកសួនច្បារដ៏ស្មៅប្រងព្រាតប៉ុន្តែមានភាពទាក់ទាញម្យ៉ាងសម្រាប់អ្នកដែលចូលចិត្តរឿងអាថ៌កំបាំងនិងអរូបីអ្នកភូមិមិនសូវជាចូលចិត្តដើរទៅទីនោះនាពេលយប់ឡើយដោយមានលេចឮពាក្យចចាមអារាមថាផ្ទះនោះមានប្រលឹងខ្មោចព្រាយបិសាចមានគ្រួសារដ៏កំសត់មួយបានផ្លាស់មកពីខេត្តផ្សេងបានចូលទៅក្នុងភូមិនោះគ្រួសារនោះគឺជាគ្រួសាររបស់លោកសុភាពនិងអ្នកស្រីចរិយាគាត់មានកូនស្រីម្នាក់មានឈ្មោះថាលក្ខិណាដែលមានអាយុ7ឆ្នាំដោយសារតែជីវភាពខ្វះខាតនិងមិនសូវបានដឹងពីប្រវត្តិផ្ទះចាស់នោះច្បាស់លាស់ពួកគេក៏សម្រេចចិត្តជួលផ្ទះនោះក្នុងតម្លៃថោកសមរម្យដើម្បីស័ក្តិសមនឹងជីវភាពរបស់ពួកគេពេលចូលមករស់នៅដំបូងពួកគេរៀបចំសម្អាតផ្ទះយ៉ាងស្អាតបាតហើយមានអារម្មណ៍ថាសប្បាយរីករាយនឹងលំនៅឋានថ្មីរបស់ពួកគេប៉ុន្តែភាពស្ងប់សុខនោះមានមិនយូរប៉ុន្មានទេយប់មួយខណៈពេលដែលគ្រប់គ្នាកំពុងគេងលង់លក់អ្នកស្រីចរិយាភ្ញាក់ដឹងខ្លួនដោយសារសំឡេងអ្វីម្យ៉ាងដូចជាសំឡេងកូនក្មេងយំតិចៗចេញពីបន្ទប់អីវ៉ាន់ដែលនៅទំនេរគាត់ស្មានតែគាត់យល់សពក៏ព្យាយាមគេងលក់ទៅវិញតែសំឡេងនោះនៅតែលងបន្លាចក្នុងគំនិតគាត់ជានិច្ច2-3ថ្ងៃក្រោយមកលោកសុភាពចាប់ផ្ដើមសម្គាល់ឃើញរឿងចម្លែកទ្វារបន្ទប់ខ្លះបិទបើកទោះបីគ្មានខ្យល់ក៏ដោយពេលខ្លះគាត់ឮសំឡេងដូចជាមានមនុស្សដើរលើក្តារនៅជាន់ខាងលើទាំងដែលគ្មាននរណានៅទីនោះឡើយដំបូងគាត់គិតថាប្រហែលជាផ្ទះចាស់ទើបមានសំឡេងបែបនេះឬអាចជាកណ្ដុររត់ក៏ថាបានរឿងរ៉ាវកាន់តែច្បាស់ទៅនៅពេលដែលកូនស្រីគាត់ឈ្មោះថាលក្ខិណាចាប់ផ្ដើមនិយាយអំពីមិត្តភក្តិថ្មីរបស់គាត់ដែលនាងតែងតែលេងជាមួយនៅក្នុងបន្ទប់តែម្នាក់ឯងនាងរៀបរាប់ថាមិត្តរបស់នាងជាក្មេងស្រីសក់វែងស្លៀកពាក់ខោអាវចាស់ហើយចូលចិត្តលេងបិទពួនជាមួយនាងអ្នកស្រីចរិយាចាប់ផ្ដើមព្រឺសម្បុរប៉ុន្តែលោកសុភាពនៅតែព្យាយាមគិតក្នុងផ្លូវវិជ្ជមានថាកូនស្រីគាត់ប្រហែលជានិយាយលេងឬមានមិត្តភក្តិក្នុងក្តីស្រមៃដែលយើងនិយាយបានថា imagination friend នៅក្នុងយល់សប្តិរបស់នាងតែប៉ុណ្ណោះថ្ងៃមួយលោកសុភាពនិងអ្នកស្រីចរិយាត្រឡប់ពីផ្សារមកវិញយឺតបន្តិចពេលបើកទ្វារចូលផ្ទះពួកគេស្រឡាំងកាំងពេលឃើញរបស់របរក្នុងផ្ទះរាយប៉ាយពេញឥដ្ឋហាក់ដូចជាមានអ្នកណាម្នាក់រុះរើអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺលក្ខិណាកំពុងអង្គុយនៅកាច់ជ្រុងបន្ទប់មុខស្លេកស្លាំងភ្នែកសម្លឹងទៅពីដានហើយនិយាយខ្សឹបថាគាត់ខឹងខ្ញុំហើយគាត់មិនឲ្យខ្ញុំលេងជាមួយទេចាប់តាំងពីពេលនោះមកដែលប្តីប្រពន្ធទាំងពីរជឿជាក់ថានៅផ្ទះនេះពិតជាមានអ្វីម្យ៉ាងដែលពួកគេមើលមិនឃើញអ្នកស្រីចរិយាយំទាំងភ័យខ្លាចចំណែកលោកសុភាពក៏មានអារម្មណ៍ព្រឺឆ្អឹងខ្នងជាខ្លាំងពួកគេសម្រេចចិត្តសាកសួរអ្នកជិតខាងដែលរស់នៅយូរឆ្នាំក្នុងភូមិនោះតាមបុរសចំណាស់ម្នាក់ដែលនៅក្នុងភូមិនោះជាច្រើនឆ្នាំបាននិយាយថាកាលពី20ឆ្នាំមុនមានគ្រួសារមួយរស់នៅក្នុងផ្ទះនេះហើយមានកូនស្រីម្នាក់បានស្លាប់យ៉ាងអាណោចអាធមដោយសារជំងឺឪពុកម្ដាយនាងក៏បានផ្លាស់ប្ដូរចេញពីផ្ទះនេះភ្លាមហើយផ្ទះនេះក៏បានបោះបង់ចោលតាំងពីពេលនោះមកអ្នកខ្លះជឿថាវិញ្ញាណក្មេងស្រីនោះនៅតែវិលវល់ក្នុងផ្ទះមួយនេះព្រោះនាងនឹកឪពុកម្ដាយនិងចង់បានមិត្តភក្តិលេងជាមួយផងដែរលោកសុភាពនិងអ្នកស្រីចរិយាបែរជាមានចិត្តវិជ្ជមានគិតថាអាណិតអាសូរដល់វិញ្ញាណក្មេងស្រីនោះជាខ្លាំងពួកគេមិនចង់រើចេញទេព្រោះគ្មានលទ្ធភាពរកផ្ទះថ្មីអូយបងអញ្ចឹងបើមានលុយរើចេញមែនបើមានលុយគេរើចេញហើយអូយបងអូនព្រឺសបោកង្កែបហើយនេះនៅឲ្យស្ងៀមទៅស្ដាប់រឿងបន្តទៀតពួកគេក៏សម្រេចចិត្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្មេងស្រីនោះដោយនិមន្តព្រះសង្ឃមកសូត្រមន្តនិងរៀបចំចង្ហាន់បន្តិចបន្តួចនៅក្នុងផ្ទះនោះបន្ទាប់ពីធ្វើបុណ្យរួចរឿងរ៉ាវចម្លែកហាក់ដូចជាស្ងប់ស្ងាត់ទៅវិញបន្តិចម្ដងលក្ខិណាដែលជាកូនស្រីរបស់លោកសុភាពនិងអ្នកស្រីចរិយាក៏លេងនិ
យាយអំពីមិត្តសក់វែងនិងស្លៀកពាក់កខ្វក់របស់នាងទៀតហើយទោះជាយ៉ាងណាពេលខ្លះពួកគេនៅមានអារម្មណ៍ថាមានវត្តមានអ្វីមួយយ៉ាងនៅក្នុងផ្ទះនោះនៅតែឮសំឡេងខ្សៅឬមានអារម្មណ៍ថាមានខ្យល់ត្រជាក់បក់មករំភើយបន្តិចម្ដងដែលធ្វើឲ្យព្រឺឆ្អឹងខ្នងពួកគេក៏តាំងចិត្តរស់នៅទីនោះជាបន្តទៀតដោយយល់ថាវិញ្ញាណនោះប្រហែលជាគ្រាន់តែចង់ឲ្យដឹងថានាងនៅទីនោះមិនមានបំណងធ្វើបាបអ្វីឡើយផ្ទះចាស់នោះនៅតែបន្តជាជំរករបស់ពួកគេប៉ុន្តែក៏ជាជំរកនៃវិញ្ញាណឯកោមួយដែលមានវត្តមានរបស់ខ្មោចក្មេងស្រីតូចដក់ជាប់ក្នុងអារម្មណ៍របស់ពួកគេជានិច្ចអូយបងដូចជាមិនស្រួលទេអីខំរស់នៅធ្វើអីទេប្រហែលជាមកពីជីវភាពមិនសមរម្យដូច្នេះហើយទ្រាំរស់ទៅអញ្ចឹងបងរឿងនឹងចប់នៅបន្តទៀតច្រើនឆ្នាំកន្លងមកក្មេងស្រីលក្ខិណាបានធំពេញវ័យខ្លាចជាយុវតីម្នាក់គ្រួសាររបស់នាងនៅតែរស់នៅផ្ទះចាស់នោះដដែលអស់រយៈពេលជាច្រើនឆ្នាំពួកគេរស់នៅដោយស្ងប់ស្ងាត់គួរសមបើទោះបីជាពេលខ្លះមានអារម្មណ៍ថាវត្តមានវិញ្ញាណក្មេងស្រីនោះនៅតែរសាយដូចជាស្រមោលស្ងៀមស្ងាត់ដែលពួកគេរៀនរស់នៅជាមួយសំឡេងខ្សឹបខ្សៀវឬវត្ថុឬបន្តិចបន្តួចបំលាស់ទីដោយខ្លួនឯងក៏ខ្លាចជារឿងសាំទៅហើយអូយនៅទ្រាំធ្វើអញ្ចឹងបានទៀតបងកុំមាត់ស្ដាប់រឿងបន្តទៀតថ្ងៃមួយលក្ខិណាពេលកំពុងជួយម្ដាយសម្អាតបន្ទប់អីវ៉ាន់ចាស់ដែលកម្រមាននរណាចូលលក្ខិណាបានប្រទះឃើញហឹបឈើមួយលាក់ខ្លួននៅគៀនជញ្ជាំងខាងក្រោមគំនរក្រណាត់ចាស់ដោយការចង់ដឹងចង់ឃើញនាងបានបើកហឹបនោះខាងក្នុងនោះមានតុក្កតាធ្វើពីក្រណាត់ចាស់មួយនិងមានសភាពស្លោកប៉ុន្តែនៅរក្សារូបរាងបានល្អនិងឃើញរូបថតសខ្មៅមួយសន្លឹកបង្ហាញរូបក្មេងស្រីម្នាក់មានទឹកមុខក្រៀមក្រំកំពុងឈរក្បែរដើមចំបៃលក្ខណៈមានអារម្មណ៍ថារូបថតនិងតុក្កតានោះពិតជាតាក់ទងនឹងវិញ្ញាណដែលនៅក្នុងផ្ទះនេះចាប់តាំងពីពេលនាងរកឃើញហឹបនោះហើយរឿងរ៉ាវចម្លែកហាក់បីដូចជាកើតឡើងញឹកញាប់ជាងមុនបន្តិចអើយបងអើយមិនក៏អញ្ចឹងអានឹងហើយនៅទ្រាំរស់គឺទទួលអញ្ចឹងទៅប៉ុន្តែវាមានលក្ខណៈខុសពីមុនបន្តិចវាមិនមែនជាការរំខានឬការបំភ័យទៀតទេតែវាហាក់ដូចជាការប្រស្រ័យតាក់ទងដែលពោពេញដោយភាពស្រណោះពេលខ្លះលក្ខណៈយល់សពឃើញក្មេងស្រីសក់វែងនោះមិនមែនមកលងបន្លាចទេតែមកអង្គុយក្បែរនាងដោយទឹកមុខពោពេញដោយក្តីអាឡោះអាល័យពេលខ្លះទៀតនាងកាន់តុក្កតានោះនាងមានអារម្មណ៍ថារងានឹងឯកោជាខ្លាំងហើយហាក់ដូចជាឮសំឡេងខ្សៅប្រាប់ពីអារម្មណ៍នៅក្នុងចិត្តរបស់ខ្មោចស្រីនោះនៅពេលនោះលក្ខណៈចាប់ផ្ដើមមានអារម្មណ៍អាណិតអាសូរដល់វិញ្ញាណនោះកាន់តែខ្លាំងនាងយល់ថាវិញ្ញាណនោះមិនទាន់ទៅណាក្រៅពីផ្ទះនេះឡើយមិនមែនព្រោះតែចង់រំខានអ្នកណាទេប៉ុន្តែប្រហែលជាមានអ្វីមួយដែលនាងនៅនឹកស្រណោះអាល័យឬមានអ្វីមួយដែលនាងចង់ឲ្យគេធ្វើឲ្យនាងបានយករឿងនេះទៅពិភាក្សាជាមួយឪពុកគឺលោកសុភាពនិងអ្នកស្រីចរិយាអ្នកទាំងពីរក៏មានអារម្មណ៍ដូចគ្នាដែរពួកគេមិនចង់ឲ្យវិញ្ញាណនោះនៅវិលវល់ដោយគ្មានទីបញ្ចប់បែបនោះទេពួកគេនឹកដល់ចាស់ក្នុងភូមិធ្លាប់ប្រាប់រឿងក្មេងស្រីនោះពីមុនមកលើកនេះពួកគេទៅជួបម្ដងទៀតហើយសួរនាំលំអិតបន្ថែមដោយយករូបថតនិងតុក្កតាចាស់មួយនោះឲ្យទៅចាស់មើលចាស់ទុំនៅក្នុងភូមិបានឃើញរូបថតនិងតុក្កតានេះក៏នឹកឃើញរឿងរ៉ាវកាន់តែច្បាស់ជាងមុនគាត់ប្រាប់ថាក្មេងស្រីក្នុងរូបថតនោះឈ្មោះថាចំបៃដោយដើមចំបៃនៅមុខផ្ទះដែរនាងស្រឡាញ់តុក្កតាក្រណាត់នោះខ្លាំងណាស់ព្រោះជាកាដូតែមួយគត់ពីជីដូនរបស់នាងគាត់ក៏បានបង្ហើបថាមុនពេលចំបៃស្លាប់ដោយជំងឺនាងតែងតែនិយាយប្រាប់ម្ដាយនាងថានាងចង់ឲ្យគេយកតុក្កតានោះទៅដាក់ក្បែរភ្នូជីដូនរបស់នាងដែលនៅវត្តឆ្ងាយពីភូមិនោះបន្តិចប៉ុន្តែគ្រួសារនាងមិនទាន់បានធ្វើតាមបំណងនោះទេព្រោះតែរវល់មើលជំងឺនិងក្រោយមកក៏បានរើផ្ទះចេញពីទីតាំងនោះភ្លាមឬបែបនេះគ្រួសារលោកសុភាពក៏កាន់តែយល់ភ្លាមថានេះប្រហែលជាបំណងចុងក្រោយដែលតាក់ទងនឹងវិញ្ញាណរបស់ក្មេងស្រីចំបៃនៅវិលវល់ក្បែរវត្ថុអនុស្សាវរីយ៍មួយនេះដែលនាងមិនទាន់បានសម្រេចបំណងទោះបីជាមិនស្គាល់ទីតាំងភ្នូជីដូនរបស់ចំបៃច្បាស់លាស់ក៏ដោយលោកសុភាពនិងអ្នកស្រីចរិយានិងលក្ខណៈកូនស្រីរបស់គាត់បានសម្រេចចិត្តយកតុក្កតានោះទៅវត្តដែលចាស់ទុំបានប្រាប់ពួកគេបានធ្វើបុណ្យឧទ្ទិសកុសលម្ដងទៀតហើយបានយកតុក្កតានោះទៅទុកនៅក្បែរចេតិយមួយដែលគេបោះបង់ចោលក្នុងបរិវេណវត្តដោយតាំងចិត្តថាធ្វើបែបនេះគឺដើម្បីបំពេញបំណងចុងក្រ
ក្រោយរបស់ចំបៃនៅពេលដែលពួកគេត្រឡប់មកផ្ទះវិញនៅពេលល្ងាចអារម្មណ៍នៅក្នុងផ្ទះហាក់បីដូចជាផ្លាស់ប្ដូរខ្យល់អាកាសមានសភាពស្រឡះជាងមុនភាពស្ងប់ស្ងាត់មិនមែនជាភាពស្ងប់ស្ងាត់ដែលគួរឲ្យព្រឺព្រួចនោះទេតែជាសភាពស្ងប់ស្ងាត់ពិតប្រាកដដែលពោពេញដោយសេចក្តីសុខនៅក្នុងអារម្មណ៍របស់ពួកគេដូចជាមានអ្វីម្យ៉ាងនៅក្នុងផ្ទះនោះបានរសាត់បាត់បង់បន្តិចម្ដងរហូតលែងមានអារម្មណ៍នៅទីនោះទៀតហើយនេះគឺជាការធ្វើបុណ្យឧទ្ទិសកុសលដល់ខ្មោចស្រីឈ្មោះចំបៃនោះតាំងពីពេលនោះមកគ្រួសារលោកសុភាពរស់នៅក្នុងផ្ទះចាស់នោះដោយក្តីសុខសាន្តអូយបងអើយរស់នៅសុខសាន្តមិនរឿងពីរដងទៅហើយហ្នឹងកុំមាត់ស្ដាប់រឿងបន្តទៀតពួកគេលែងឮសំឡេងចម្លែកឬមានអារម្មណ៍ថាមាននរណាម្នាក់មើលមុខទៀតហើយផ្ទះចាស់នោះហាក់បីដូចជាដកដង្ហើមធូរស្រាលជាងមុនបន្ទាប់ពីបានដោះលែងវិញ្ញាណដែលជាប់ចំណងអស់រយៈពេលជាច្រើនឆ្នាំទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែបន្តនឹករលឹកដល់រឿងរ៉ាវរបស់ចំបៃហើយផ្ទះនោះក៏ក្លាយជាកន្លែងដែលពោពេញដោយប្រវត្តិសាស្ត្រនៅក្នុងចិត្តរបស់ពួកគេតែមិនមែនជាលក្ខណៈលងបន្លាចនោះឡើយគឺជារឿងរ៉ាវដែលយោគយល់និងការជួយដល់វិញ្ញាណដែលបានស្វែងរកសន្តិភាពខាងផ្លូវចិត្តរបស់ពួកគាត់បងអញ្ចឹងតើពួកគាត់នៅបន្តរស់ដល់ឆ្នាំណាទៅបងក៏មិនដឹងដែរប្រហែលជាត្រូវបង់ធនាគារឲ្យដាច់ហើយមើលទៅបានរកផ្ទះថ្មីសូមអរគុណច្រើនសម្រាប់អ្នកខ្លាចខ្មោចទាំងអស់គ្នាដែលបានស្ដាប់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ដូច្នេះបើសិនជាចង់បាននៅរឿងរ៉ាវថ្មីព្រឺព្រួចបាសសក់តិចបន្តទៀតសូមកុំភ្លេចជួយចុច Subscribe ចុចរូបកណ្ដឹងម្នាក់មួយដើម្បីឲ្យ admin មានលុយទិញសាប៊ូបណ្ដោះសក់បន្ថែមផងនៅពេលនេះសំណោយរន្ធត់សូមជម្រាបសួរ